tập bác hay tập bác nhưng mà chạy ngại rồi បាទសូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនមកទស្សនាជាមួយប្រភេទថ្មក្រហមទៀតបាទសាច់គាត់រៀងក្រហមរៀងលឿងអញ្ចឹងទៅណាឡាយបាទនេះធម្មជាតិពីខាងក្រៅគាត់ក៏អញ្ចឹងសាច់គាត់រៀងមានលក្ខណៈដូចផ្នត់អញ្ចឹងដែរណាអានេះពុំវិញសិនជាយើងឈប់វាសលិសនឹងអាសាច់ជ្រូក3ជាន់របស់ចិននោះគេហៅថ្មសាច់ជ្រូក3ជាន់បាទគាត់វាសលិសទេតែនេះខ្ញុំអត់ស្គាល់ថាប្រភេទថ្មអីដែរទេបាទសាច់គាត់លក្ខណៈនេះជាមួយខ្ញុំដាក់សើមទឹកវាមានប្រភេទសលិសនឹងថ្ម9បន្តិចអីបន្តិចចឹងទៅបាទថ្មជាទូទៅតើយើងសើមទឹកបាទចេញនេះបងប្អូននេះខ្លាដូចគ្រីស្តាល់តែមានគ្រីស្តាល់នៅខាងក្នុងហ្នឹងបាទគ្រីស្តាល់ពណ៌រៀងលឿងរៀងសអញ្ចឹងពេលដែលគាត់ចូលនេះពេលដែលយើងខាត់ហើយគឺស្អាតបាទអានេះបានតែកម្រិតតាំងឯងមើលទៅបាទនេះមានគ្រីស្តាល់ចឹងឯងបាទអញ្ចឹងនេះសាច់ថ្មពណ៌លឿងបាទយើងខាត់ទៅសាច់ជ្រូក3ជាន់សុតប្រហើយសាច់បាទសាច់គាត់តែកំអល់ពីធម្មជាតិបងប្អូននេះមកពីខាងខេត្តបាត់ដំបងបាទខាងខេត្តបាត់ដំបងយើងហ្នឹងឯងបាទសាច់គាត់មានជាតិឡាយជាមួយនឹងជាតិគ្រីស្តាល់ស្អាតសម្រាប់តាំងសម្រាប់បងប្អូនស្រឡាញ់យើងអាចយកទៅខាត់បាទខាត់វាចោលទៅឡើងស្អាតហើយចេញពណ៌ខ្ញុំមានអាដុំខាត់ហើយដែរតែលុបអីគេបាត់ហើយមើលទៅទឹកសាខ្នត់ក្របបាទនេះនឹងឲ្យឈ្មោះថាថ្មអីបើយើងខាត់ដូចសាច់ជ្រូក3ជាន់មែនតើបាទលក្ខណៈដូចផ្កាអញ្ចឹងបាទដូចផ្កាអញ្ចឹងឯងអត់អីធ្វើនេះជាមួយខ្ញុំដំតិចបាទខ្ញុំដំចុងមើលនេះតែសាច់គាត់មានសាច់គ្រីស្តាល់យើងអាចដំសាច់ឃើញវាជាគ្រីស្តាល់ស្កប់ទៀតបាទយើងតាក់សាច់គាត់រៀងមានជាតិគ្រីស្តាល់ហ្នឹងតែចំគ្រីស្តាល់ច្រើនប្រយនេះផ្នត់មួយនេះបាទមិនដឹងថាឈ្មោះអីដីខ្មែរយើងបាទនេះប្រភេទដីខ្មែរយើងបាត់ដំបងគ្រូវិញតិចទៅនិយាយទៅខាងក្នុងសិតតែសាច់គ្រីស្តាល់បាទសាច់គ្រីស្តាល់និយាយទៅខ្ញុំមិនដឹងថាអីដែរបងប្អូនបាទទស្សនាមើលលេងកំសាន្តអញ្ចឹងដែរថ្មផ្លាច់ប្រទេសកម្ពុជាយើងបាទអរគុណបងប្អូនជូនពរសុខភាពល្អសំណាងល្អ